ជំរាបសួរអាយអាដាមលោកស្រីនៅកញ្ញានឹងប្រិយមិត្តជាទីមេត្រីនិយាយទៅដល់ខ្លួនឯងអ្នកកសែតយ៉ាងធុយសម្រាប់ពុកម៉ែបងប្អូនដែលធ្វើដំណើរមកលេទីក្រុងសៀមរាបហើយរកកន្លែងញ៉ាំបាយមិនឃើញហើយកន្លែងធូរថ្លៃហើយម្ហូបឆ្ងាញ់ឆ្ងាញ់ពិសេសបាទគឺចំណែកនាំកន្លែងហូបបាយមួយកន្លែងគឺនៅទល់មុខប្រាសាទអង្គរតូចពុកម៉ែបងប្អូនបាននៅកសិនខាងមុខហ្នឹងបាទគ្រាន់តែពុកម៉ែបងប្អូនមកធ្វើដំណើរបាទចេញពីខ្លោងទ្វារប្រាសាទអង្គរតូចមកពុកម៉ែបងប្អូនបាននឹងឃើញហើយគាត់នៅខាងឆ្វេងដៃខ្ញុំដូចខ្ញុំដាក់ទីតាំងជូនអញ្ចឹងអ្នកឃើញខ្ញុំពុកម៉ែបងប្អូនបាទសិនយើងទៅត្រង់គឺបាទទៅប្រាសាទបាយ័នប្រាសាទធំនេះគឺជាខ្លោងទ្វារខាងបាទឆ្វេងដៃប្រាសាទអង្គរតូចបាទងាកមកខាងឆ្វេងដៃបន្តិចបាទពុកម៉ែបងប្អូននឹងឃើញហើយបាទពុកម៉ែបងប្អូននេះខ្ញុំកំពុងតែបាទធ្វើការញ៉ាំបាទពុកម៉ែបងប្អូនមកហូបនៅទីនោះធូរថ្លៃហើយតម្លៃធូរហើយជាពិសេសហ្នឹងគឺបាទឆ្ងាញ់ផងដែរហើយទីធ្លារបស់គាត់ហ្នឹងគឺបាទគួរសមអង្គុយបានគ្នាច្រើនបាទហើយសម្រាប់ហាងរបស់គាត់ឬក៏អាហារដ្ឋានរបស់គាត់គឺឈ្មោះថាអាហារដ្ឋានបាទពុំពុកម៉ែបងប្អូនហើយម្ហូបរបស់គាត់ហ្នឹងគឺឆ្ងាញ់ពុកម៉ែបងប្អូនជាពិសេសហ្នឹងគឺប្រភេទអាំងដូចជាកែបបោកបាទកែបអាំងបាទត្រីអាំងបាទមាន់អាំងបាទច្រើនណាស់ខ្ញុំរាយរាប់ប្រាប់អត់អស់ទេហើយទឹកជ្រលក់របស់គាត់នៅទីនោះគឺក៏ឆ្ងាញ់ដែរជាពិសេសហ្នឹងគឺបាទអំពិលបុកខ្ចីបាទពុកម៉ែបងប្អូនបាទត្រីអាំងត្រីប្រៃនៅទៅសក់ជ័យសម្លក់សម្លឹងមួយក៏ដល់ទេស្លាប់ពិសេសសួរបាសស្លក់នឹងសាច់ត្រីយើងញ៉ាំអាហារតែកដាថ្ងៃទាំងប្រុសទាំងស្រីរីអើយពិសេសបាទពុកម៉ែបងប្អូនបាទធ្វើដំណើរមកលេងទីក្រុងសៀមរាបកុំភ្លេចចូលជាមួយនឹងអាហារដ្ឋានបាទពុំបាទពុកម៉ែបងប្អូនអាចតាក់ទងតាមរយៈលេខទូរស័ព្ទ092 34 33 និង67សូមអរគុណ